រឿងគូលីកំណែននៅភូមិដើមអំពើឃុំគោកចំបក់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមានការដកងាររបស់មេឃុំគឹមរួចហើយលើកបន្តពូផាន់ចំនួនវិញអ្នកស្រុកជាច្រើនបាននិយាយថាលោកក៏ដូចជាអាច័យដែរបើនិយាយពីមេឃុំផាន់វិញគាត់ជាបុគ្គលដែលចេះធ្វើការងារណាស់គាត់ពូកែដើរទាពុនដាពូកែកេនគូលីឲ្យជប៉ុននឹងចេះស្គាល់ចិត្តចៅហ្វាយនេះថែមទៀតផងថ្ងៃអាទិត្យមេឃុំផាន់តែងតែនាំលោកចៅហ្វាយស្រុកទៅផឹកស៊ីរកស្រីញីជាពិសេសជាមួយនឹងនាងខ្វែននៅភូមិដើមក្រសាំងមេឃុំផាន់ធ្វើការបានតែ5ឆ្នាំប៉ុណ្ណោះគាត់ទទួលបានប័ណ្ណសរសើរចំនួន2ម្យ៉ាងទៀតក្នុងពេលកេនពលករឲ្យជប៉ុនម្ដងមេឃុំផាន់បានច្រើនទាំងប្រាក់និងសកលប្រសិនបើរាជការបង្គាប់ឲ្យគាត់កេន50នាក់គាត់កេនលើពី10នាក់ទៅ20នាក់ដោយសំដៅទៅលើគ្រួសារណាដែលមានភារៈធ្ងន់មានជំងឺនិងគ្រួសារណាដែលក្រីក្រគ្មានប្រាក់បង់អ្នកទាំង20នាក់នោះមេឃុំផាន់តម្រូវឲ្យបង់ជាប្រាក់វិញមេឃុំផាន់គាត់អ្នកចំពាក់គាត់រាល់ខែជួសស្រែឬខែច្រូតគាត់ទៅកាត់សំណង2នាក់ក្រីក្រដែលចំពាក់គាត់ទាំងនោះឲ្យមកជួសស្រែរាល់ដកស្ទូងច្រូតឲ្យគាត់វិញជាធម្មតាប្រាក់បានដោយវិធីនេះផាន់ចៃគ្នាទៅឲ្យភ្នាក់ងារគាត់ខ្លះតែងអីវ៉ាន់ជូនលោកប្រុសលោកស្រីខ្លះលំជាកូនប្រុសរបស់តាំងឯតយាយមកត្រូវមេឃុំផាន់កេនឲ្យទៅធ្វើប្រលានយន្តហោះពោធិ៍ចិនតុងទោះបីនៅសល់ជាមួយខែទៀតត្រូវរៀបការក៏ដោយថ្ងៃទៅធ្វើកំណែនបានមកដល់លំបានក្រោកពីព្រលឹមពុនអង្គមួយកូនការ៉ុងនិងបង្វិចសម្លៀកបំពាក់មួយដែលសម្ដៅទៅសាលាស្រុកជាមួយនឹងតាមួយអន្តថននិងក្រុមប៉ូលីសផ្សេងៗទៀតដើម្បីរៀបចំទៅធ្វើប្រលានយន្តហោះនៅពោធិ៍ចិនតុងលំបាននិយាយរិះគន់មេឃុំផាន់និងលោកអាឡាត់ស្រុកតែត្រូវបានតែមួយគាត់លំជាអ្នកបួសរៀនខាងផ្លូវពុទ្ធសាសនាគេមានគំនិតជឿនលឿនមានជំនឿសមហេតុផលទៅលើទស្សនៈកម្មផលការយល់ដឹងពីការងាររយៈជ្រៅក្នុងសង្គមលំបានយំដែលជាឧបាសកខោជើងនៅបាសាក់ព្រះត្រពាំងជួយណែនាំក្រោយពីលំទៅពោធិ៍ចិនតុងបាត់មេឃុំផាន់បានយករបស់របរមកឲ្យនាងហេងក្នុងបំណងលួងនាងដើម្បីយកនាងទៅឲ្យចៅហ្វាយនាយដើម្បីបានរៀបសក្ការៈមេឃុំផាន់បានសរសើរនាងហេងរួចបានហុចកញ្ចប់ម្សៅទឹកអប់សាប៊ូក្រអូបសម្ពុតព្រែក3ម៉ែត្រព្រមទាំងផ្លែក្រូចម្នាស់នំចិនមួយកញ្ចប់ផងហើយថាជាចំនួនលោកចៅហ្វាយផ្ញើមកជូននាងបានប្រាប់ទៅមេឃុំផាន់វិញថានាងមានគូនឹងរងហើយកុំមករវីរវល់ជាមួយនឹងនាងទៀតហើយនាងបានបង្វិលប្រដាប់ប្រដាទាំងនោះទៅឲ្យមេឃុំផាន់វិញព្រឹកឡើងមេឃុំផាន់បាននាំប៉ូលីសមកគំរាមកំហែងរកចាប់នាងហើយមេឃុំផាន់បានប្រាប់ថាបើមានលើកទី3គាត់លេងមែនតែនហើយនាងហេងបានយករឿងរ៉ាវទាំងអស់ប្រាប់ឪពុកម្ដាយរបស់នាងពូស្វាយមីងប៉ោតបានបបួលកូនប្រពន្ធពិភាក្សាគ្នាហើយសួរយោបល់គ្នាពីប្រពន្ធគាត់មីងប៉ោតបានលើកឡើងថាគាត់អ្នកស្រែមិនចង់ឲ្យកូនចៅទៅនីមើលទេណាមួយចៅហ្វាយនាយមានប្រពន្ធ2រួចមកហើយនៅមានស្រីគៀនកោះឯណាទៀតហើយចំណែកឯនាងខ្វែនភូមិដើមក្រសាំងធ្លាក់ខ្លួនអាវ៉ាសែដល់សប្តាហ៍ថ្ងៃនេះគឺដោយសារតែយាយច័ន្ទបោកឲ្យទៅចៅហ្វាយជាលើកដំបូងរីឯពូស្វាយវិញក៏ដូចគ្នាដែរគាត់ថាពេញចិត្តអន្តិតលំដោយសារតែកូនប្រសាគាត់ជាមនុស្សត្រឹមត្រូវស្រឡាញ់ការងារនិយាយត្រូវតាមគំនិតគាត់មានទាសនៈជឿនលឿននិងមានរូបសម្បត្តិប្រហាក់ប្រហែលគ្នាទៅនឹងកំណត់នៅក្នុងភូមិគាត់បានលើកឡើងថាថ្ងៃមួយអាចារ្យឆេងបានមកនិយាយអួតថារាជគឺប្រៀបដូចដៃជើងដែលត្រូវធ្វើការនឿយហត់ចិញ្ចឹមអ្នករាជការដូចដៃជើងនឿយហត់ដើម្បីក្រពះយ៉ាងដូចនេះដែរហើយយើងនឿយហត់វេទនានៅពេលនេះដោយសារមិនបានបន់ពីជាតិមុនឲ្យបានក្រាស់ខ្លាយចំពោះរឿងនេះអន្តិតឡំបានយល់ថាទុយទៅវិញទុកវេទនារបស់ប្រជាជននាសម័យនោះមិនមែនមកពីកម្មផលនោះទេគឺបណ្ដាលមកពីបារាំងជប៉ុនជិះជាន់ដើម្បីឲ្យរួចផុតពីទុកវេទនានេះត្រូវនាំគ្នារើបំរាស់ខំធ្វើការរួមសាមគ្គីតស៊ូទាំងអស់គ្នាចំណែកនាងហេងវិញក៏មិនខុសគ្នាប៉ុន្មានដែរនាងបានប្រាប់ទៅឪពុកម្ដាយរបស់នាងថានាងស្រឡាញ់លឹមហើយលឹមក៏អាចជាចម្រុះរបស់នាងបានពួកគេបានសន្យាថាស្រឡាញ់គ្នាបដូរផ្ដាច់ដូចទាវនឹងឯកប្រកែកមិនព្រមធ្វើស្នំព្រះរាមានៅពេលពិភាក្សាគ្នារួចហើយពូស្វាយមីងប៉ោតបានសម្រេចចិត្តយកនាងហេងទៅលាក់ទុកនៅផ្ទះតាំងឯតគេមកដើម្បីកិច្ចផុតពីមេឃុំផាន់ក្រោយពីនាងហេងមកផ្ទះលាក់ខ្លួននៅផ្ទះតាំងឯតគេមកធ្វើឲ្យយាយមុខនិងតាំងឯតទាំងពីរបានរីកមុខរីកមាត់ឡើងវិញនាងហេងបានជួយមើលថែផ្ទះសំបែងរាល់យប់នាងដងទឹកដាក់បៀតសសរទ្រង់រៀបថប់ស្លាដាក់ក្បែរដំណេកយាយតានាងពេលយប់ស្ងាត់នាងបានចុះទៅមើលដីដើម្បីដុតភ្នក់ភ្លើងកោមហើយរាល់ល្ងាចនាងតែងតែវាយខោរាល់ថ្ងៃតែសេចក្តីរីករាយរបស់តាយាយមិនបានយូរប៉ុន្មាននោះឡើយមួយអាទិត្យក្រោយមកនាងហេងបានមកលាក់ខ្លួនមេឃុំផាន់បានទៅតាមដល់ផ្ទះពូស្វាយមីងប៉ោតហើយប្រកាសប្រាប់អ្នកភូមិឲ្យជួយរកកន្លែងឲ្យនាងលាក់ខ្លួនផងពេលនោះអ្នកទាំងអស់គ្នាបានពិភាក្សាគ្នាថាត្រូវឲ្យនាងហេងទៅឆ្ងាយគឺលោកអង្គនៅភ្នំពេញមិនបងអង្គចាំដល់ថ្ងៃការនោះទេតាងឯតយាយមកនិង
នាងហេងនាំគ្នាខំធ្វើអង្គពីយប់បានតាមហាប់អ្នកទាំង3បានបរទេសគោមកទីក្រុងភ្នំពេញតាំងឯតបានរអ៊ូกับប្រពន្ធកូនថាធម្មតារៀសមិនដែលបានបេះផ្លែផ្កាពីញើសឈាមរបស់ខ្លួននោះទេកាលនោះទីក្រុងភ្នំពេញមានសភាពស្ងប់ស្ងាត់ទីចការបានគៀបចង្គៀងនៅតាមផ្លូវដើម្បីកុំឲ្យយន្តហោះអាមេរិកមើលដឹងថាជាទីក្រុងអ្នកមានធនធានបានបណ្ដេញកូនឲ្យទៅរស់នៅស្រែចម្ការដើម្បីគេចពីគ្រាប់បែកឯអ្នកក្រទ្រាំនៅទីក្រុងរងគ្រាប់បែកស្លាប់តាមយថាកម្មតាណែតយាយមកលក់អង្គឆាប់ដាច់មិននឿយហត់ពពាយនាយមួយម៉ាត់ផងសល់អង្គមួយតៅតាំងឯតបានបរទេសដឹកទៅឲ្យផ្ញើនឹងលោកប្អូនរបស់គាត់ដែលគង់នៅវត្តប្រឡោមកំពុងយកអង្គកញ្ចាយស្រែកប្រាប់មកថាមានយន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកអ្នកទាំង3ពិតភ័យឆៅណោបានបបួលគ្នាទៅពួនផ្ញើជីវិតទៅនឹងចែកដីរូបស្ដេចកុំឡងជាមួយនឹងប្រជាជនឯទៀតដោយតាំងឯតជឿថាគេមិនទម្លាក់គ្រាប់បែកលើវត្តអារាមទេគេទម្លាក់តែលើបន្ទាយលើឃ្លាំងរំសេលឬមូលដ្ឋានទ័ពរបស់ជប៉ុនតែប៉ុណ្ណោះគ្រាប់បែកគ្មានស្គាល់វត្តគ្មានស្គាល់ព្រះសង្ឃផ្សារព្រះហស្ថឬបន្ទាយអ្វីឡើយទីបំផុតនាងហេងតាំងឯតយាយមកនិងប្រជាជនខ្មែរចិនវៀតណាមដទៃទៀតបានបាត់បង់ជីវិតដោយសារការទម្លាក់គ្រាប់បែករបស់យន្តហោះអាមេរិកតែគ្រានឹងទៅពេលបញ្ចប់ការងារនៅឯពោធិ៍ចន្ទង់ហើយលឹមក៏បានវិលត្រឡប់មកភូមិកំណើតវិញពេលនោះលឹមត្រូវបាត់បង់នៅអ្វីៗទាំងអស់ឪពុកម្ដាយគូសង្សារក៏ត្រូវស្លាប់ណាមួយអង្គបាក់ថើក៏រឹបអូសយកដីស្រែផ្ទះសម្បែងដើម្បីកាត់សងបំណុលខ្មោចឪពុកដែលបានខ្ចីការពីគាត់នៅរស់ថ្ងៃមួយបន្ទាប់ពីបានទទួលសម្បត្តិពីឧបាសកយឹមដែលត្រូវជាគ្រូសូត្រមកយកមកប្រគល់ឲ្យលឹមក៏បានទៅជួបយឹមនៅផ្ទះនូដនឯភ្នំពេញលឹមត្រូវមានភារកិច្ចជូននូដងដែលទៅតែរត់ចេញពីគុកទៅស្វាយដូនកែវដើម្បីធ្វើចលនាតស៊ូជាមួយបារាំងនិយាយពីមឿងវិញត្រូវជាប្អូនបង្កើតរបស់នូដងក្រោយពីរៀនចប់វិទ្យាល័យបានចូលទៅបម្រើការងារខេត្តព្រៃវែងមឿងបានសម្រាកនៅផ្ទះអ្នកគ្រូពេជ្រណារីអ្នកគ្រូនេះមានបងប្អូនជីតូនមួយឈ្មោះអ្នកគ្រូគូរស់មឿងនិងអ្នកគ្រូគូរស់តែងតែនាំគ្នាដើរកម្សាន្តនៅវាលប្រាំងហើយបានយកចិត្តថ្លើមគ្នាដោយស្មោះក្រោយមកមឿងបានទទួលសម្បត្តិពីនូដូចដែលជាបងឲ្យចូលព្រៃដើម្បីធ្វើការតស៊ូជាមួយគ្នាយប់នោះមឿងបានសរសេរសម្បត្តិជាពាក្យកាបដាក់ក្រោមពុកទុកឲ្យអ្នកគ្រូគូរស់រួចក៏ចេញទៅតាមបងនៅក្នុងឆ្នាំ1954សន្ធិហ្សឺណែលបានបង្ខំឲ្យបារាំងប្រគល់ឯករាជ្យឲ្យប្រទេសទាំង3នៅឥណ្ឌូចិនក្រោយពីបានចែកជំនះស្រុកបានឯករាជ្យលឹមក៏បានត្រឡប់ទៅភូមិកំណើតវិញជាមួយអ្នកតស៊ូឯទៀតចំណែកមឿងបានពីការដៃមួយចំហៀងក្នុងការតស៊ូហើយក៏សុខចិត្តរស់នៅបង្កប់បង្ខានផលនៅឯស្រុកលើដំណឹងនេះបានធ្វើឲ្យគ្រូរស់កាន់តែពេញចិត្តអ្នកទាំងពីរនៅក្បែរគ្នារក្សាភក្ដីភាពនឹងគ្នាជានិច្ចហើយមឿងក៏បានកំណត់ពេលវេលាផ្ដាំអ្នកគ្រូគូរស់ឲ្យទៅរៀបចំទ្រនំសុភមង្គលជាមួយគ្នាទៀតផងចំណែកលឹមបានត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញនិងរស់នៅធ្វើកសិកម្មជាមួយអ្នកភូមិយ៉ាងសុខសាន្តជារៀងរហូតទៅ